ឲ្យបងប្អូននេះចង់បង្ហាញសម្រាប់បងប្អូនដែលចង់ដាំធ្នង់នេះនេះជុំ20 ជុំ20 ហើយដាំ2 ម៉ែត្រគុណ2 ម៉ែត្រហើយដីនេះប្រភេទដីល្បាយកដេងបាទនេះនៅលឿងនៅបាទព្រៃវែងហើយជុំ20 ដុសស្លឹកល្អនេះបងប្អូនដោយសារស្រុកនេះវាអត់សូវសម្បូរព្រៃអត់សូវសម្បូរឈើអញ្ចឹងម្ចាស់គាត់ដាំខ្នាតញឹកហើយអានេះមកល្មមចងរឹងដេកស្រួលណាបាទកើតព្រៃបៃតងនេះវាលក្ខណៈដីស្រែបាទតែស្អាតណាស់ដើមត្រង់ភ្លឹងមកជួរបាទនេះបាទនេះសដុសស្លឹកហើយនេះបាទកម្ពស់3 ម៉ែត្រកន្លះជួរត្រង់ភ្លឹងជួរស្អាតណាស់បងប្អូនចង់ដាំអាចតេតងបាននេះបាទមាននោះតុកស្រាប់បងប្អូនក្នុងប្រភេទឈើបនិតបាទ10លេខ2ពេញនិយមមែនតើបងប្អូនសម្រាប់អ្នកដែលស្រឡាញ់ធម្មជាតិបាទដីនេះសម្រាប់ដីប្រាំងក្នុងដែលដុះស្លឹកចេះយើងដាំយើងត្រូវថែទាំទឹកតិចបាទដាំចោលពិបាករស់ដុះស្លឹកហើយវាអាចងាប់វិញណាប៉ុន្តែនៅពេលដែលវារស់គឺវាលាស់ស្លឹកមកគឺរដូវប្រាំងវាលាស់ស្លឹកមកខ្មៅល្អមែនតើបាទបើខែភាសាវាស្រួលថែប៉ុន្តែភ្លៀងខ្លាំងពេកវាអាចអាលំរឹសបាទដីជាប់ទឹកអីគឺវាអត់ល្អទេបាទតែខែប្រាំងយើងហត់ថែទាំទឹកតិចតែដុះមកគឺកម្លាំងហ្មងបាទនេះដុះស្លឹកស្រាប់នេះដុះប្រឡោកមកតែបើយើងអត់ថែទាំទេដាំហើយដុះស្លឹកដោយវាអាចងាប់វិញបាទព្រោះដីខ្លះវាអត់មានសំណើមទេបាទដីកដេងអីបាទចឹងបងប្អូនចង់ដាំណានេះមើលស្រឡាញ់ຂະຫນាតមួយណាក៏បានបងប្អូន2 គុណ 2 ម៉ែត្រគុណ 2 ម៉ែត្រ 3 ម៉ែត្រគុណ 3 ម៉ែត្រក៏បាន